ในตอนนี้ศิลปะก็ขมายภายใน visual effect ទាំង3រូបនេះសុទ្ធតែបានបង្ហាញភាពច្នៃប្រឌិតនិងស្នាដៃដ៏គួរឲ្យស្ញប់ស្ញែងអស្ចារ្យនៅក្នុងវិស័យច្នៃប្រឌិតសិល្បករ visual effect ទី1មានឈ្មោះថា Hein Lim ឬ Will ដែលជាឈ្មោះត្រូវបានគេស្គាល់ភាគច្រើនក្នុងវិស័យផលិតភាពយន្ត Will មានដើមកំណើតនិងធំដឹងក្តីនៅក្នុងទីក្រុងភ្នំពេញបានរៀនបញ្ចប់ថ្នាក់ទី12នៅវិទ្យាល័យទួលទំពូងមុននឹងបន្តរៀននៅសាកលវិទ្យាល័យផ្នែក Professional Design កាលពីនៅក្មេង Will ចូលចិត្តមើលទូរទស្សន៍ដែលចាក់ផ្សាយភាពយន្តប្រភេទ Stop Motion មានតួសត្វគីងកុងតួយក្សបូកផ្សំជាមួយការចូលចិត្តលេង Video Games ដែលមាន Visual ប្លែកៗហើយបានជំរុញឲ្យលោកមានក្តីសម័យចង់ផលិតភាពយន្តឬវីដេអូដែលប្រើប្រាស់នៅគំនូរ Digital ពិសេសដើម្បីប្រាប់សាច់រឿងរបស់ខ្លួនទៅកាន់ទស្សនិកជន Will បានចំណាយពេលច្រើនក្នុងការរៀនជំនាញ Visual Effects ឬហៅកាត់ថា VFX ដោយខ្លួនឯងនៅតាមហាងកាហ្វេផ្សេងៗមុននឹងទទួលឱកាសបានទៅរៀនផ្នែក Cinematography នៅឯ Asian Film Academy ក្នុងឆ្នាំ2015ខណៈពេលដែលលោកបានអនុវត្តជាក់ស្ដែងតាមរយៈការប្រឡូកចូលក្នុងការងារប្រព័ន្ធផ្សព្វផ្សាយផ្នែកផលិតវីដេអូឲ្យស្ថាប័នផ្សេងៗជាច្រើនដែលក្នុងនោះលោកបានធ្លាប់បង្ហាញស្នាដៃជាអ្នករចនារូបភាពអ្នកកាត់តវីដេអូប្រធានផ្នែកដឹកប្លង់ថតអ្នកដឹកនាំរឿងអ្នកផលិតគំនូរ Digital ពិសេស VFX និង 3D Animation ជាដើមស្នាដៃធំៗដំបូងដែលធ្វើឲ្យទស្សនិកជនស្គាល់អំពី Will នោះគឺជាការផលិតវីដេអូ Sport ពាណិជ្ជកម្មខ្លីមានដូចជា Shallow Oil Transformer និង Cement Mountain ស្នាដៃធំៗបន្ទាប់គឺមានដូចជាភាពយន្តខ្នាតខ្លីមានចំណងជើងថា Arrested រៀមអេសូដែលរឿងនេះត្រូវបានជ្រើសរើសយកទៅចាក់បញ្ចាំងនៅក្នុងកម្មវិធីមហោស្រព Seoul International Extreme Short Image and Film Festival ក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងភាពយន្តខ្នាតខ្លីរឿង Money ក្នុងឆ្នាំ2015ភាពយន្តខ្នាតខ្លីរឿង Origami Girl ក្នុងឆ្នាំ2019និងភាពយន្តខ្នាតខ្លីបែបប្រវត្តិសាស្ត្រជា 3D Animation រឿងអុកញ៉ាឃ្លាំងមឿងក្នុងឆ្នាំ2022ក្នុងពេលបច្ចុប្បន្ន Will ក៏កំពុងបង្ហាញស្នាដៃធំៗជាច្រើនក្នុងគម្រោងការងារជាសិល្បករ VFX ជាអ្នកដឹកនាំ Sport ពាណិជ្ជកម្មនិងវីដេអូចម្រៀងមួយចំនួនផងដែរសិល្បករ VFX ទី2មានឈ្មោះថាសារ៉េនច័ន្ទសេរីវឌ្ឍនាមានដើមកំណើតក្នុងទីក្រុងភ្នំពេញកាលពីវ័យជំទង់លោកធ្លាប់បានមើលវីដេអូចម្រៀងខ្មែរថៃនិងភាពយន្តមួយចំនួនដូចជារឿងពុទ្ធិសែននាងកង្រីរបស់ព្រឹទ្ធាចារ្យលឹមប៊ុនយឹមរឿងរសជាតិជីវិតរបស់លោក Matthew Robinson ដែលបទពិសោធន៍ទាំងអស់នេះបានធ្វើឲ្យលោកចាប់ផ្ដើមចូលចិត្តនិងចាប់អារម្មណ៍យ៉ាងខ្លាំងក្លាទៅលើបច្ចេកទេសថតនិងការសរសេរសាច់រឿងដែលពេលនោះបានជំរុញបេះដូងរបស់លោកឲ្យស្រឡាញ់និងមានក្តីសម័យចង់ចាប់អាជីពនៅក្នុងវិស័យផលិតភាពយន្តវឌ្ឍនាចាប់ផ្ដើមធំដឹងក្តីហើយបានបន្តរៀនសូត្រជំនាញកាត់តវីដេអូនិងបញ្ចប់ថ្នាក់បរិញ្ញាបត្ររងនៅសាលាឯកជនមួយក្នុងឆ្នាំ2011ខណៈដែលលោកបានចំណាយពេលចន្លោះឆ្នាំ2006និង2011ធ្វើការងារស្ម័គ្រចិត្តនៅព្រះវិហារមួយខាងផ្នែកផ្សព្វផ្សាយដែលពេលនោះលោកបានទទួលការបណ្ដុះបណ្ដាលនិងបានអនុវត្តយ៉ាងច្រើនលើជំនាញខាងផលិតវីដេអូនិងការងាររចនារូបភាពពីអ្នកជំនាញបរទេសមកពីចក្រភពអង់គ្លេសសហរដ្ឋអាមេរិកអូស្ត្រាលីនិងសិង្ហបុរីស្នាដៃធំៗដំបូងរបស់វឌ្ឍនារួមមានភាពយន្តខ្នាតខ្លីរឿង The Fistful of Pebbles ដឹកនាំសម្ដែងដោយលោកចាបសោមចន្ទរិទ្ធនិងភាពយន្តខ្នាតខ្លីរឿង The Scavenger ដឹកនាំសម្ដែងដោយលោកចិនសុធាស្នាដៃការងារធំបន្តជាច្រើនផ្សេងទៀតរបស់លោកវឌ្ឍនាមានដូចជាវីដេអូបទចម្រៀងមានចំណងជើងថាទេវរាជរបស់អ្នកនាងទេពព្រឹកភាពយន្តឯកសារខ្នាតវែងរឿង Return to KID ដឹកនាំដោយលោកសៀងវណ្ណាភាពយន្តខ្នាតខ្លីរឿង What If ដឹកនាំសម្ដែងដោយលោករុនសុខេងនិងអ្នកនាងលៀបភក្ណាភាពយន្តខ្នាតខ្លីរឿង Before the Rain និងរឿង The Dinner ដឹកនាំសម្ដែងដោយលោក Nate Unreal Sathithep និងភាពយន្តខ្នាតខ្លីរឿង The Kidnap ដឹកនាំសម្ដែងដោយលោកកឹមអានសុផាស័កនិងសិល្បករ Visual Effect ទី3មានឈ្មោះថាយុស៊ីវ៉ារីមានដើមកំណើតក្នុងខេត្តកំពតបានបន្តការសិក្សានៅទីក្រុងភ្នំពេញហើយបញ្ចប់ថ្នាក់ទី12នៅវិទ្យាល័យព្រះស៊ីសុវត្ថិខណៈពេលដែលលោកចំណាយពេលចន្លោះឆ្នាំ2000និង2005ដើម្បីបញ្ចប់ការសិក្សាសិល្បៈជំនាញគំនូរវិចិត្រកម្មដែលក្នុងនោះមានដូចជាគំនូរសម័យគំនូរបុរាណគំនូរសហសម័យនិងសូនរូបនៅឯសាលាសិល្បៈរយមមុននឹងលោកបានមានឱកាសទៅចូលរួមដំណើរសិក្សាសិល្បៈប្រភេទសហសម័យក្នុងមហោស្រពនិងសាលាសិល្បៈនានាក្នុងសហរដ្ឋអាមេរិកបន្ទាប់មកក៏បានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ2010តាំងពីក្មេងលោកចូលចិត្តនិងស្រឡាញ់ការងារផ្នែក Creative Visuals ដែលធ្វើឲ្យលោកព្យាយាមរៀនសូត្រជំនាញផ្នែក 2D 3D តាមរយៈអនឡាញហើយបានប្រឡូកចូលការងារអាជីព
ក្នុងឆ្នាំ 2009 ស្នាដៃធំដំបូងរបស់លោកគឺមានតួនាទីជា Creative and Art Director នៅក្នុងគម្រោងបង្កើតកម្មវិធីហ្គេមដ៏ល្បីមួយដែលមានឈ្មោះថា Aswa the Monkey នៅចុងឆ្នាំ 2012 ស្នាដៃនិងគម្រោងការងារផ្នែក VFX ជាច្រើនបន្តផ្សេងទៀតមានដូចជាប្រភេទ Games, Short Animation Series វីដេអូចម្រៀងនិង Sport ពាណិជ្ជកម្មធំៗជាច្រើនសប្តាហ៍ថ្ងៃលោកនៅបន្តការងារដែលជាគម្រោងផ្ទាល់ខ្លួនក្នុងនោះមានដូចជាការបង្កើត Game ដែលមានឈ្មោះថា Encore Rise of Heroes ការផលិត Animation និងភាពយន្តរួមទាំងការផ្ដល់សេវាកម្មនិងទីផ្សារបន្ថែមទៅឲ្យអតិថិជនរបស់លោកផងដែរអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត And remember, be kind and stay curious.